ហើយគិតជាកសែតក៏ច្រើនរយកសែតដែរពីព្រោះជាងកាលក្នុងរឿងអញ្ចឹងទៅមានសម្ដែងយើងមានដោះស្រាយបញ្ហាខ្លះៗទៅអាច2ម៉ោងបានខ្សែអត់ច្រើនជាពិសេសរៀនដំបងគាថា30ហ្នឹងគឺថាចាយដាច់មែនតើដំបងឡាយហ្នឹងមានញោមម្នាក់នោះគាត់យកនេះទៅចែកក៏អត់ចេះស្ដាប់ធัวទេហើយចែកនេះទៅគាត់ថាអូយទៅស្ដាប់អីធัวតន់ដល់ពេលទេអីញោមម្នាក់ហ្នឹងគាត់ដូចជាឆ្លាតដែរគាត់បបួលអញ្ចឹងបើថាអ្នកបបួលគេត្រូវមានគេហៅថាអំណត់អត់ធន់ត្រូវមានមេត្តាច្រើនណាមេតើណាបបួលបានបបួលណាបបួលមិនបានអត់មែនទេព្រោះថ្ងៃហ្នឹងមិនបានបបួលទៀតព្រោះថ្ងៃហ្នឹងមិនបានបបួលទៀតពីព្រោះយើងបបួលមិនដើម្បីខ្លួនឯងយើងបបួលដើម្បីឲ្យអ្នកហ្នឹងបានសេចក្តីសុខមានន័យថាយើងចែកសេចក្តីសុខដល់អ្នកហ្នឹងអញ្ចឹងណាបើយើងបបួលគេមិនអាចឈប់បបួលមានន័យថាយើងដូចជាគិតតែមុខមាត់ខ្លួនឯងអញ្ចឹងយល់ទេដូចមានវិខមួយអង្គលោកទៅបិណ្ឌគេមិនបិណ្ឌដល់7ឆ្នាំក៏លោកនៅទៅដែរនោះពីព្រោះវាមិនដើម្បីខ្លួនលោកបើដើម្បីខ្លួនលោកទៅធ្វើអីទៅមិនដាក់ផងទៅអីប៉ុន្តែលោកគិតអំពីអនាគតសាសនាពីព្រោះឃើញថានៅហ្នឹងបើសិនជាបានទៅពិតជាជួយសាសនាបានហ្នឹងចឹងដូច្នេះញាតិញោមពុទ្ធបរិស័ទហ្នឹងគឺសិតតែយើងមានរួមចំណែកទាំងអស់គ្នាសួរថាណាអ្នកផ្សាយពុទ្ធសាសនាថាពុទ្ធបរិស័ទហ្នឹងណាយើងហ្នឹងជាភិក្ខុហ្នឹងជាឧបាសកជាឧបាសិកាហ្នឹងចឹងដូចរឿងពិតមួយនៅកាណាដាហ្នឹងគាត់ថាហើយមិត្តភក្តិគាត់ចែកឲ្យទៅវាមិនតាន់ចាស់អីប្រហែលទេក្នុងអាយុ40អីប៉ុណ្ណឹងតាមដែលដឹងមិនឲ្យទៅហើយអ្នកនោះចូលចិត្តស្ដាប់តែចម្រៀងហើយគាត់ថាឥឡូវបើរាប់អានខ្ញុំយកមួយកាលហ្នឹងគាត់ឲ្យឌីសគាថា30រៀលនៅហ្នឹងណាដំបូងគេហ្នឹងដល់ឲ្យទៅគាត់ឲ្យហ្នឹងថាមិនបាច់ស្ដាប់ទេយកទៅទុកគាត់ថាមិនបាច់ស្ដាប់ទេយកទៅទុកទៅទុកកន្លែងណាឲ្យមើលឃើញហើយថ្ងៃណានឹកខ្ញុំអីឬក៏អបសុកអីចាក់លេងទៅកុំចាក់ស្ដាប់ចាក់លេងទៅគាត់ឲ្យចាក់លេងទៅអានេះគឺថាគាត់មានវិធីសាស្ត្រល្អណាមិនបង្ខំឃើញទេប្រើមនោសញ្ចេតនាហ្នឹងអញ្ចឹងនៅទៅយកទៅទុកយូរខែណាប៉ុន្តែដល់តែគាត់ដើរទៅវាគេឃើញដើរទៅជាឃើញហើយការរកអបសុកណាវាអបសុកអីមួយអាចចម្រៀងវាលេងព្រោះអញ្ចឹងចាក់មើលឬចាក់មើលបានស្ដាប់បានតែ2 3កសែតឬក៏ទិញអាម៉ាស៊ីនមួយអាថតម្ដងជីង10ក៏ថតជីងចម្លងចែកប្រហែលជារាប់រយនេះហ្នឹងអញ្ចឹងរឿងហ្នឹងមកពីមិនដឹងមែនទេមកពីមិនដឹងហើយមិនដឹងហើយវាតតែមានសទ្ធាទៀតមានឧបនិស្ស័យទៀតបើដឹងហើយវាជាមួយនឹងការមិនជ្រះថ្លាអាហ្នឹងវាទៅជាខឹងទៅវិញក៏បានអញ្ចឹងបានសត្វលោកយើងវាមានឧបនិស្ស័យផ្សេងគ្នាមិនដឹងទៅខឹងសត្វលោកមិនទោះបីជាយើងយល់ត្រូវយើងចង់ឲ្យអ្នកដទៃយល់ត្រូវតែបើគេយល់នៅតែមិនត្រូវក៏មិនត្រូវខឹងគេអាហ្នឹងវាអត់ត្រូវខឹងពីព្រោះតែគ្នាវាយល់ខុសហើយបើវាអញ្ចឹងវាយល់ត្រូវមានអញ្ចឹងអីមិនអញ្ចឹងគង់ទេមកពីគ្នាយល់ខុសបានវាអញ្ចឹងហ្នឹងណាហើយមិនបានអញ្ចឹងថាមកពីវាយល់ខុសណាបានអញ្ចឹងហ្នឹងណាមិនបានអញ្ចឹងខ្ញុំធ្វើល្អហើយមិនក៏មិនយល់តែមកពីវាអត់យល់ហ្នឹងបានវាអញ្ចឹងហ្នឹងណាអញ្ចឹងមកឆ្ងល់អីហើយយើងអាណិតចិត្តតែបញ្យល់ទៀតទៅថ្ងៃណាគាត់យល់ក៏យល់ទៅអញ្ចឹងហ្នឹងដូច្នេះសេចក្តីល្អដែលយើងធ្វើគឺញាតិញោមពុទ្ធបរិស័ទហ្នឹងយើងបានតែមិនថាជាមើលប៉ុននៅចិត្តខាងប្រទេសអីហ្នឹងថ្មនឹងព្យាយាមនាំញាតិញោមឲ្យទៅឃើញគេឲ្យច្រើនបន្តិចដើម្បីអីកន្លែងអស់ថោកល្មមដូចជាទៅថៃទៅអីហ្នឹងណាហ្នឹងដើម្បីអីដើម្បីឲ្យវាបដូរគេហៅថាផ្នត់គំនិតចាស់នឹងចោលខ្លះពីព្រោះយើងចេះតែគិតថាចាស់បានចូលវត្តនៅគំនិតហ្នឹងអត់ឲ្យសង្គមយើងរីកចម្រើនសោះអត់ឲ្យប្រធននឹងជួយអប់រំសង្គមសោះលទ្ធផលគឺមនុស្សស្រុកយើងឆេវឆាវជាងគេ
អាត្មាទៅឥណ្ឌាទៅស្រីលង្កាទៅភូមាទៅថៃប្រទេសគេចរាចរណ៍មិនសូវមានគ្រោះថ្នាក់ទេពីព្រោះវាមិនសូវមានក្មេងចលើមវាមិនសូវមានអាវ៉ាវវីវវីវវីវអញ្ចឹងវាមិនសូវមានដោយសារអីតាំងពីតូចតូចសម្មាសម្ពុទ្ធហ្នឹងវាតាំងពីតូចតូចម៉េះទៅជួបព្រះសង្ឃត្រូវធ្វើម៉េចកូនត្រូវគោរពយ៉ាងនេះឃើញទេផ្នត់គំនិតការអប់រំនេះវាចូលតាំងពីតូចតូចទៅឈើយើងមកវិញអាសាលាមួយនៅឆ្វេងដៃកុំទីឃើញនឹងសាលារៀនក្មេងឃើញក្មេងៗអង្គុយមកវាលនឹងលើកដៃសាពះព្រះសង្ឃទៅអប់រំឃើញទេសិស្សសាលាតូចតូចអញ្ចឹងបើនិយាយអំពីការដាំដុះវិញយើងសពថ្ងៃយើងដាំដុះខុសប៉ុន្តែវាជិះមិនបានរាល់ថ្ងៃហ្នឹងអាត្មាទៅស្រោចទឹកបានតែដើមឈើចាស់ចាស់ទេភាកច្រើនប៉ុន្តែនៅតែស្រោចអញ្ចឹងយកផលខ្លះបើមិនស្រោចទៀតខ្លាចលោវាជ្រុះចោលអិនអំពើទៅប៉ុន្តែបើមនុស្សដែលគេចង់ចំណេញទៅអនាគតគេត្រូវដាំថ្មីមិនអញ្ចឹងញាតិញោមយើងគិតពីការដាំដំណាំវិញមើលហ្នឹងហើយប៉ុន្តែមិនអាចចោលចាស់ទេយកផលពីចាស់ធ្វើដើមទុនទៅស្រោចដាក់ជីឲ្យអាថ្មីអាហ្នឹងបានវាល្អតែបើមិនមានចាស់ទេងាប់អត់ទាំងអស់ហ្នឹងដល់ថ្ងៃយើងថាអញ្ចឹងទេប្រោះតែចាស់អញ្ចឹងបើក្មេងស្ដាប់ឈប់ជាប់មកអញ្ចឹងរាល់ថ្ងៃនេះចំការហ្នឹងដូចជាចំការដែលមានដើមឈើចាស់ផងដើមឈើខ្ចីផងអញ្ចឹងដើមឈើចាស់ក៏មិនចោលទេនៅថែយកផ្លែសិនទៅដូចថែញាតញោមមួយថ្ងៃមិនក៏បានបាយឆាន់ដែរមែនអត់ពួកក្មេងគេមិនងាយប្រភេទទេហ្នឹងហើយបានបាយពីចាស់នឹងឯងខំសិក្សារៀនសូត្រកណ្ណាគ្រប់ព្រះអង្គខំសិក្សារៀនសូត្រដើម្បីដាក់ទិសដៅចូលរួមចំណែកអប់រំទៅដល់យុវវ័យណាយើងដាំដំណាំបន្តទៅទៀតហើយបើថាចោលទាំងចាស់ទៀតចប់ក្នុងពិភពលោកនិយាយអញ្ចឹងចុះមិនច្រឡំគេតែខ្មែរថាអញ្ចឹងចុះមិនច្រឡំគេរឿងអីរឿងថាចាស់បានស្ដាប់ធម៌រឿងតែចាស់ចាំចូលវត្តរឿងតែចាស់ចាំគោរពសាសនាញាតិញោមបើមិនជឿដើរទៅពិភពលោកកុំនិយាយថា2 3ប្រទេស81ប្រទេសហ្នឹងដែលមកចូលរួមហ្នឹងទៅមើលទៅតើគោលការណ៍ដែលគេអប់រំមនុស្សបែបណាគោលការណ៍អប់រំគឺគេអប់រំមនុស្សក្រោមពីអាយុ40ចុះពី50ចុះមកពីនឹងឡើងទៅប៉ុណ្្នឹងគឺគេចូលចិត្តទុកដាក់មែនទែនហើយប្រទេសដ៏ច្រើនគឺបើនិយាយពីមានប្រព័ន្ធអប់រំវិញគឺគេយកចិត្តទុកដាក់អប់រំពីកុមារភាពរហូតចប់បាក់ឌុបហ្នឹងហើយដល់ចប់បាក់ឌុបហើយគេមិនបាច់បដៅថៃទៅវត្តហើយត្រូវធ្វើបុណ្យមិនបាច់បដៅទៀតទេវាចេះពីក្មេងទៅមកណាគាត់ដែកតន់នៅក្តៅទូនមានកូនចៅតន់នៅក្មេងហើយយើងរាល់ថ្ងៃហ្នឹងបដ ாய் ណាបដ ாய் ចាំវាមាននិស័យហ្មងទៅចាំវាបានការកូនហើយដល់មានតឡងហើយចាំយកធ្វើកឋិនហ្មងទៅនេះខ្លាំងធ្វើសក្តិញាតិញោមខ្លាំងមិនតាន់ដែលបានធ្វើកឋិនហ្នឹងងាប់បាត់ហ่ะចាំមានតឡងសិនមកជីវិតអត់ដែលបានធ្វើកឋិនពូគាត់ថាចាំធ្វើតឡងមានតឡងសិនមកជីវិតអាណិតតែបានធ្វើកឋិនគេទោះបីមានលុយធ្វើក៏មិនហ៊ានធ្វើភ្លើមានហ្មងហ្នឹងមួយម៉ាត់ទៀតហ่ะចឹងរតនីព្រះអង្គគ្រូចាតិកាមើលទៅមានអីពិសេសសម្រាប់វគ្គសិក្សាយើងលើកនេះរតនីនិមន្តពុទ្ធស័ក្តិនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធហੰសរណង្កិច្ចហាមិតហម្មំសរណង្កិច្ចហាមិសង្ឃហੰសរណង្កិច្ចហាមិនមថរតនតយសវន្តិមិសម្បអង្គម្ចាស់សម្លឹកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃព្រះត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដែលជារតនៈដ៏ដំដំភាសាខ្ពង់ខ្ពស់ក្នុងលោកដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងនៅក្រៃលែងមុនលើសូមធ្វើការនមស្ការក្រាបថ្វាយបង្គំ
ចំពោះលោកម្ចាស់គ្រូដែលជាគ្រូរបស់ខ្ញុំបកណានឹងធ្វើការគោរពរាប់អានចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គចំពោះលោកមានអាយុគ្រប់ព្រះអង្គដែលបាននិមន្តមកពីទីវត្តអារាមផ្សេងបានមកចូលរួមក្នុងកម្មវិធីបើកសិក្សាព្រះធម៌នៅក្នុងឆ្នាំទី7នៅក្នុងសាលាសិក្សាព្រះធម៌ព្រះសមណគោតមក្នុងស្រុកស្ទូងខេត្តកំពង់ធំនេះនឹងធ្វើការចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទបងប្អូនស្រីប្រុសបាទសកបាសិកាទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីបើកការសិក្សាព្រះធម៌នៅក្នុងឱកាសវេលានេះចឹងនៅក្នុងឱកាសវេលានេះញាតិញោមជាពុទ្ធបរិស័ទក៏បានដឹងបានជ្រាបអំពីកម្មវិធីបុណ្យដែលយើងប្រពធ្វើឬក៏ដែលជាថ្ងៃបើកវគ្គនៅក្នុងឆ្នាំទី7នៅនាសាលាសិក្សាព្រះធម៌ព្រះសមណគោតមហើយជាពិសេសគឺសូមចម្រើនពរដល់ឧបាសិកាអមលក្ខណាដែលនៅក្នុងអ៊ីនធឺណិតនេះដែលជានិច្ចកាលឧបាសិកាតែងតែមមាញឹកក្នុងការស្ដាប់នៅព្រះធម៌ថ្មីត្បិតតែនៅប្រទេសក្រៅយ៉ាងណាយ៉ាងណីក៏ប៉ុន្តែមានឧបនិស្ស័យចូលចិត្តនៅក្នុងការស្ដាប់ព្រះធម៌នេះជានិច្ចមិនឲ្យភ្លឹងផ្លិតនៅក្នុងប្រការណាមួយជាពិសេសគឺយកព្រះធម៌នឹងឯងជាធំចឹងនៅក្នុងឱកាសវេលានេះញាតិញោមជាពុទ្ធបរិស័ទក៏បានជ្រាបបានដឹងហើយជាពិសេសគឺគុណឧបការៈចំពោះលោកម្ចាស់គ្រូដែលបានលះបង់នៅពេលវេលាដ៏មានតម្លៃពេលវេលាដ៏មានសារៈប្រយោជន៍ដើម្បីមកបង្ហាត់បង្រៀននៅព្រះធម៌ដែលជាពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយខ្ញុំបកណាក៏បានទទួលចំណេះដឹងតិចតួចស្ដួចស្ដាងអំពីសំណាក់លោកម្ចាស់គ្រូកន្លងមកក៏តែងតែនឹករលឹកឃើញគុណឧបការៈជានិច្ចជាកាលជាពិសេសគឺខ្សែអត្ថដែលលោកម្ចាស់គ្រូបានបន្សល់ទុកទាំងប៉ុន្មានខ្ញុំបកណាក៏តែងតែនឹករលឹកឃើញថ្មីត្បិតតែមិនបានឃើញរូបភ័ក្រផ្ទាល់ប៉ុន្តែបានឮសំឡេងឮសំដីដែលលោកម្ចាស់គ្រូតែងតែបង្ហាត់បង្រៀនបញ្យល់ជាពិសេសគឺធ្វើឲ្យខ្ញុំបកណានៅក្នុងភាពនៃបព្វជិតក៏បានស្គាល់នៅអ្វីដែលមិនធ្លាប់បានស្